ឆ្នាំ2025គឺឆ្នាំម្សាញ់2024គឺឆ្នាំរោងអញ្ចឹងនៅក្នុងឆ្នាំ2024អ្នកយកគុណឆ្នាំ2024ល្អគឺមានអ្នកជូតមានអ្នកវោកមានអ្នកលកាអ្នកកាត់ឆ្នាំជូតវោកលកានឹងល្អយកគុណនៅឆ្នាំ2024តែសម្រាប់អ្នកដែលចង់បានកូននៅក្នុងឆ្នាំ2025ក្នុងឆ្នាំ2025អ្នកដែលកាត់ឆ្នាំលកាឆ្នាំឆ្លូវឬឆ្នាំវោកភេងអញ្ចឹងល្អជាងគេគឺលកានឹងឆ្លូវចាលកានឹងឆ្លូវកាលណាយកគុណក្នុងឆ្នាំ2025គ្រាន់តែពោះក៏ធ្វើឲ្យការងាររបស់គាត់ប្រសើរឡើងដែរអញ្ចឹងឱកាសថ្មីប្រសើរឡើងដែរជួនកាលអ្នកនឹងកំពុងតែមានភាពខ្វះខាតកំពុងតែមានផលវិបាកនៅក្នុងការងារស្ទះការងារអីចឹងណាគាត់គិតថាបើមានកូនតើមានលុយណាចាំកូនប៉ុន្តែបើសិនជាករណីកូនគាត់លើករាសីរបស់គាត់ឧទាហរណ៍គាត់កាត់ឆ្នាំលកាឬមួយក៏កាត់ឆ្នាំឆ្លូវនៅក្នុងឆ្នាំ2025គាត់មានកូនតែពេលដែលគាត់ពោះហ្នឹងដែលធ្វើឲ្យគាត់មានឱកាសថ្មីមកឧទាហរណ៍ថាធ្លាប់តែមួយខែរកបាន500ឬ1000តែមួយខែគាត់អាចមានឱកាសរកបានពី3000ក៏មានដែរឬក៏មានឱកាសថ្មីចូលមកដើម្បីឲ្យគាត់ហេនៅក្នុងឆ្នាំដែលគាត់មានកូនហ្នឹងបងតែធ្វើឲ្យគាត់ផ្លាស់ប្ដូរជីវិតគាត់ពីក្រោយទៅមានក៏មានដែរអញ្ចឹងនៅក្នុងខែនេះសារកម្មមានបុត្រធីតាចំណុចសំខាន់ហាមដាច់ខាតកុំឲ្យឆុងអញ្ចឹងកាលណាមានបុត្រនៅក្នុងឆ្នាំដែលឆុងអ្វីដែលយើងបារម្ភខ្លាំងគឺខ្លាចនៅពេលដែលយើងកើតប៉ះចំថ្ងៃឆុងយើងដែរអញ្ចឹងបើសិនជាយើងកើតចំថ្ងៃឆុងជាមួយម្ដាយឆ្នាំក៏ឆុងមួយម្ដាយថ្ងៃដែលឆុងមួយម្ដាយបើសិនចៃដន្យគាត់មានខែដែលឆុងមួយម្ដាយទៀតនៅពេលដែលកើតអាចនឹងមានហានិភ័យដល់ម្ដាយអញ្ចឹងឃើញតែខ្លះក្មេងនឹងកើតហើយពុកម្ដាយស្លាប់នៅពេលដែលកើតហើយទៅឪពុកស្លាប់